យើងពេលរាត្រីមើលតាអំពូលភ្លើងដល់យប់ហើយយើងនេះបរិវេណរតនចង្ក្រមដែលព្រះអង្គគង់សោយវិមុតសុខជាលក្ខណៈបែបនិមន្តទៅមកអស់7យប់7ថ្ងៃ7យប់7ថ្ងៃហ្នឹងនៅក្នុងមួយយើងគិតពីសប្តាហ៍ទី3ដោយសារយើងធ្វើតាមបែបវប្បធម៌ខ្មែរយើងផងយើងមានព្រះអង្គ4ចតុទិសហើយព្រះអង្គចតុទិសមានតម្រង់នេះព្រះអង្គតម្រង់នេះព្រះអង្គប្រមាលមើលនិស័យសัตว์ហើយព្រះអង្គតម្រង់ខាងនេះព្រះអង្គទ្រង់ប្រទានពរព្រះអង្គទ្រង់ប្រទានពរហើយព្រះអង្គទ្រង់ខាងនេះព្រះអង្គទ្រង់ចង្ក្រមគង់ដាក់ប្រហោះចេះទ្រង់ចង្ក្រមហើយយើងនេះយើងធ្វើស្នាមប្របាទចង្ក្រមចំនួន7ប្របាទព្រះអង្គនេះយើងធ្វើជាការគោរពបូជាតំណាងឲ្យព្រះអង្គយើង7ថ្ងៃឬក៏7សប្តាហ៍អញ្ចឹងមិនធ្វើស្នាមប្របាទទាំង7ហើយយើងនៅធ្វើកិច្ចការងារយើងផ្សេងបន្តទៅទៀតយើងដោយសារជាក់ស្ដែងនេះយើងមិនទាន់រួចរាល់កិច្ចការងារសាងសង់ដល់ឡើយទេហើយនេះយើងអាគារដែលយោគីវចរមកសិក្សាសំណាក់ធម៌រាល់ថ្ងៃយើងកំពុងតែសម្រុកកសាងដើម្បីឲ្យបានហើយតាន់ថ្ងៃបើកវគ្គទី21ខាងមុខនេះឥឡូវនេះសម្រុកព្រលឹមប្រលប់មិនតាន់បានស្រង់ទឹកផងនេះឡើយទេនៅហើយនេះយើងទាបិទទានេះយើងដាក់បិទក្បាច់សសរហើយក្រុមការងារកំពុងតែធ្វើរាល់ថ្ងៃហើយយើងបានក្រាលការ៉ូអីខាងក្នុងអស់ហើយយើងបោកប៊ីអីបានច្រើនហើយយើងនៅសម្អាតហើយយើងលាបថ្នាំហើយរចនាបថរបស់យើងទាំងអស់នេះសុទ្ធតែជារចនាបថខ្មែរយើងចម្លាក់បែបបុរាណហើយចម្លាក់នេះយើងបែបសម័យនេះនៅប្រាសាទបន្ទាយស្រីនេះក៏ចម្លាក់នេះក៏ប្រាសាទបន្ទាយស្រីដែរហើយនេះយើងធ្វើតំណាងឲ្យអរិយមគ្គអង្គ8ហៅថាមគ្គប្រកបដោយអង្គ8កម្មទាំង8ដែលនាំសត្វចិញ្ចានៅវត្តដាក់ប៉ុន្តែអត់ទាន់ហើយទេយើងនៅក្បាច់នៅពីក្រោមទៀតមិនទាន់បានបិទនៅឡើយទេយើងនៅក្បាច់ជើងពៀនជើងតម្រនិងគម្ពីរអញ្ចឹងយើងមានបែបយើងជាពុទ្ធចក្រនិងអនាចក្រជាប់គ្នាហើយនេះចម្លាក់អប្សរានេះរចនាបថបាយ័នអ្នកដែលធ្លាប់ទៅប្រាសាទអង្គរធំហ្នឹងភាគច្រើនឃើញអប្សរាតម្រង់បែបនឹងច្រើនតាមប្រាសាទនិងប្រាសាទបាយ័ននឹងតម្រង់ហើយយើងកំពុងតែធ្វើរាល់ថ្ងៃហើយនៅទីនេះយើងមាននេះទេពនំនេះយើងមកជួក្នុងប្រាសាទក្នុងអាគារយើងនេះមានចំនួន30តំណាងឲ្យបារមីធម៌ទាំង30ហ្នឹងហើយបារមីធម៌ទាំង30យើងបានធ្វើហើយនៅពេលដែលយើងលាបថ្នាំអីហើយបានយើងមើលទៅស្អាតឥឡូវនេះកំពុងតែនៅធ្វើសម្រុកព្រលឹមប្រលប់ហើយនេះអប្សរាដែរអប្សរាខ្មែរយើងមានច្រើនតាក់ទងទៅលើចម្លាក់អប្សរានេះបើយើងសរុបនៅក្នុងអប្សរាអង្គរវត្តយើងមាន1737អប្សរាមានច្រើនណាអប្សរាមានច្រើនតម្រង់មិនអស់ទេមិនថាខ្មែរយើងសម្បូរបែបសំខាន់យើងអត់សូវបានផ្សព្វផ្សាយអញ្ចឹងណាហ្នឹងហើយយើងនេះក៏មានចម្លាក់អង្គរអីខ្លះតាមបែបវប្បធម៌របស់យើងហើយទីធ្លាយើងនេះជាកន្លែងយើងអង្គុយសមាធិផងហើយ
អាណាគតទៀតនៅក្នុងទីធ្លានេះយើងជាកន្លែងដែលយើងជុំគ្នាស្វាត់ជាយនៅបត្រៃបិដកទីនេះបរិវេណនេះដែលយើងសម្អាតអស់ហើយយើងមានរតនៈចង្ក្រមទៀតហើយតិចទៀតទៅដើមឈើយើងធំលុបអស់ទៅក៏ត្រជាក់ស្រួលដែរហើយដោយសារគ្រូមិនតាន់ស្រង់ទឹកផងនៅខាងក្រៅការងារអញ្ចឹងมันបានក្រងអីស្រួលបួលទេអ្នកមើលកុំទៅទាស់អីណាព្រោះខ្លះទៅគាត់ពេលខ្លះទៅជាតែមើលភាពទៅទាស់គាត់អត់មើលអាភាពជាក់ស្ដែងទេអញ្ចឹងពេលខ្លះហ្នឹងមិនក៏មិនក្រងអីស្រួលបួលកំពុងធ្វើការហ្នឹងណាតែក្រងអីស្រួលបួលមិនចាំមិនថាយើងរៀនបាក់ចិត្តបន្តិចចឹងក៏គ្រូសូមជូនបុណ្យកុសលគ្រប់គ្នាដែរដែលបានចូលរួមចំណែកជាមួយគ្រូកន្លងមកទាំងក្នុងស្រុកទាំងក្រៅស្រុកហើយសិស្សគុណទាំងនៅស្រុកក្រៅក្តីទាំងនៅក្នុងស្រុកក្តីនេះបានចូលរួមកសាងទាំងអស់គ្នាទាំងស្នាមប្របាទទាំងពុទ្ធបដិមាក៏ដូចជាផ្ញើនៅថវិកាសម្រាប់ទ្រទ្រង់ចង្ហាន់បច្ច័យ4គ្រូក្តីឬក៏ចូលរួមកសាងនៅសមិទ្ធផលជាប្រយោជន៍ក្នុងការសិក្សារៀនសូត្រប្រតិបត្តិសម្រាប់យើងទាំងអស់គ្នាជាបុណ្យនេះក៏សូមឲ្យគ្រប់គ្នាបានសេចក្តីសុខសេចក្តីចម្រើនហើយសូមឲ្យបានជានិស្ស័យជាបច្ច័យនៃការត្រាស់ដឹងនៅធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងហើយយើងក៏បានចាក់ធ្លុះនៅមគ្គនឹងផលដល់ទីបំផុតទុកហើយបើសិនជាមិនទាន់ដល់ព្រះនិព្វានក្នុងជាតិនេះទេផុតពីជាតិនេះទៅសូមឲ្យគ្រប់គ្នាបានទៅឧបដឹកឡើងនៅក្នុងឋានទោសិតដែលជាឋានពោធិសត្វជាឋានសាងបារមីហើយព្រះសាមិត្រីព្រះអង្គត្រាស់ដឹងឡើងពេលណាទៅពួកយើងនឹងបានមកកើតជាមនុស្សវិញហើយសូមឲ្យបានស្ដាប់ពធព្រះអង្គត្រឹមតែមួយគាថាពីរគាថាហើយក៏សូមឲ្យលុះមគ្គផលដល់ព្រះនិព្វានគ្រប់គ្នាណាសូមអនុមោទនា